មានបងប្អូនជាច្រើនប្រហែលជាអត់ទាន់ដឹងអំពីអត្ថន័យនៅពីក្រោយពណ៌នៃសម្លៀកបំពាក់របស់រឿង Squid Game អញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយជូនអញ្ចឹងសម្រាប់បេក្ខជនដែលចូលរួមលេងហ្គេម MUG នេះគឺតម្រូវឲ្យពាក់អាវពណ៌បៃតងដែលអត្ថន័យនៃពណ៌នេះគឺចង់សំដៅទៅលើភាពគ្មានអំណាចការអស់សង្ឃឹមការទន់ខ្សោយរបស់បេក្ខជនដែលបានចូលរួមលេងហ្គេមហ្នឹងសម្រាប់ការអាវក្រមរបស់អ្នកខ្លំមើលគឺមានពណ៌កាឈូកដោយពណ៌នេះគឺសំដៅទៅលើការដែលមានអំណាចការគ្រប់គ្រងហើយចំពោះអ្នកខ្លំមើលទាំងអស់ហ្នឹងគឺត្រូវបានគេបែងចែកតួនាទីទៅតាមទម្រង់រូបរាងម៉ាស់ដែលពួកគាត់បានពាក់អញ្ចឹងសម្រាប់ម៉ាស់ដែលមានរង្វង់មូលគឺសំដៅទៅលើក្រុមអ្នកសម្អាតអ្នកចម្អិនម្ហូបឬក៏អ្នកជួយកិច្ចការតិចតួចអីអញ្ចឹងទៅសម្រាប់រូបសញ្ញាត្រីកោណគឺសំដៅទៅលើឆ្មាំការពារដែលពួកហ្នឹងគឺមានកាន់កាំភ្លើងហើយសម្រាប់សញ្ញារូបរាងការ៉េនេះវិញគឺសំដៅទៅលើមេឬប្រធានបុគ្គលិកជាន់ខ្ពស់ដែលមានសិទ្ធិក្នុងការបញ្ជាផ្សេងៗឬមានសិទ្ធិសម្រេចអ្វីមួយនៅក្នុងហ្គេមហើយក៏ពិតជាក់ស្ដែងទៅក្រុមការងារអ្នកខ្លំមើលដែលមានពាក់អាវពណ៌កាឈូកហ្នឹងក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេដែរអញ្ចឹងបន្តទៀតគឺ frontman ដែលពាក់អាវនិងម៉ាស់មុខពណ៌ខ្មៅគឺសំដៅទៅលើភាពដែលមានអំណាចភាពជាអាថ៌កំបាំងភាពជាអ្នកដឹកនាំគឺដឹកនាំហ្គេមហ្នឹងហើយមួយទៀតfrontman ក៏ធ្លាប់ជាបេក្ខជនដែលបានចូលរួមលេងហ្គេមហ្នឹងហើយបានឈ្នះចឹងហើយបានឡើងទៅជា frontman ហើយការពិតមួយទៀតម៉ាស់ដែលគាត់បានពាក់ហ្នឹងគឺមានរូបរាងជាពហុកោណឬក៏វាជាជ្រុងគឺបង្ហាញអំពីភាពវៃឆ្លាតនិងសិទ្ធិអំណាចខ្ពស់នៅក្នុងការដឹកនាំហ្គេមចុងក្រោយគឺក្រុមពួក VIP ដែលមានពាក់ម៉ាស់ជារូបសត្វហើយមានពណ៌មាសអញ្ចឹងពួកហ្នឹងគឺតំណាងឲ្យអ្នកដែលមានទ្រព្យសម្បត្តិច្រើនហើយចាត់ទុកជីវិតដូចជាការកំសាន្តក្រុមពួកហ្នឹងគឺមានលុយហើយធ្វើការភ្នាល់គ្នាជារួមចាត់ទុកតែជីវិតមនុស្សហ្នឹងដូចជាការលេងល្បែងឬក៏លេងកីឡាអីអញ្ចឹងរបៀបក្រុមពួកហ្នឹងធុញទ្រាន់នឹងអាជីវិតបែបសាមញ្ញធម្មតាអញ្ចឹងហើយគឺរកអីដែលប្លែករបៀបថាធ្វើមិនឲ្យតែពួកគាត់ហ្នឹងសប្បាយចិត្តបាទអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេចោះតើប្រិយមិត្តមានមតិយោបល់អីផ្សេងពីនឹងអត់កុំភ្លេច comment ឲ្យខ្ញុំដឹងផង